ពីជីវិតមនុស្សម្នាក់ជាមនុស្សស្រីម្នាក់ដែលធ្លាប់តែទន់ខ្សោយដែលធ្លាប់តែពឹងពាក់លើប្តីទៅណាតតែប្តីជូនទៅឥឡូវនេះខ្លាចទៅជានារីម្នាក់ដែលអាចដើរលើផ្លូវនេះបានតែម្នាក់ឯងហើយត្រូវទទួលបន្ទុកមើលថែប្តីទៀតប៉ុន្តែខ្ញុំនៅតែព្យាយាមធ្វើទៅតាមអ្វីដែលខ្ញុំអាចធ្វើបានចឹងណាបងចង់បងហើយពីមុនណាធ្លាប់គិតថាប្តីចូលឡាននៅក្នុងផ្ទះអញ្ចឹងចូលមិនកើតទៅបើវាគៀកមកចាស់ហៀងជាងខាងនោះសល់ស្បេះខាងនេះធំអញ្ចឹងក៏ចូលមិនកើតទៅហើយក៏គិតខ្លួនឯងថាខ្ញុំធ្វើមិនបានទៅចឹងអ្វីគ្រប់យ៉ាងបងគឺជាបទពិសោធន៍ឧបសគ្គគឺជាអ្វីដែលបងត្រូវតែជំនះហើយក៏បងត្រូវទៅតស៊ូព្យាយាមធ្វើវាបើបងអត់ធ្វើវាទេបងអត់ជំនះវាទេបងក៏អាចទៅមុខបានដែរចឹងសម្រាប់ខ្ញុំខ្ញុំតស៊ូហើយក៏ខ្ញុំមិនមកអួតពីទុកលំបាកប្រាប់បងដែរគ្រាន់តែខ្ញុំចង់បញ្ជាក់ឲ្យនារីរបស់យើងមួយចំនួនឲ្យគាត់ព្យាយាមរឹងមាំឡើងពឹងពាក់លើខ្លួនឯងឡើងព្រោះនៅពេលដែលយើងមានគ្រួសារយើងតែងតែពឹងផ្អែកទៅលើគ្រួសារយើងភ្លេចគិតពីខ្លួនឯងយើងភ្លេចគិតថាយើងក៏ជាកម្លាំងមនុស្សម្នាក់ដែរហេតុអីយើងត្រូវពឹងផ្អែកលើគេទាំងស្រុងព្រោះសម័យនេះហើយបងហើយមួយទៀតខ្ញុំក៏ចាំពាក្យសម្ដីនិយាយធ្លាប់និយាយថាចៅអើយខំប្រឹងធ្វើការខ្លួនឯងទៅបានតិចបានច្រើនអីក៏ជាចំណូលរបស់ខ្លួនឯងដែរព្រោះយាយក៏ធ្លាប់មានអ្នកចិត្តខាងគាត់ម្នាក់ជំនាន់ហ្នឹងក៏រស់នៅម្ដុំផ្សារដំកហើយផ្ទះនៅជាន់លើជាន់ក្រោមអញ្ចឹងហើយក៏គាត់ប្រាប់ថាចៅកាលហ្នឹងម្នាក់ហ្នឹងគាត់គ្រួសារគាត់ជាអ្នកធ្វើការអញ្ចឹងណាហើយគាត់គ្រួសារគាត់រកស៊ីបាននិយាយទៅគាត់ជាអ្នកសបោលុយធនធានអីចឹងទៅហើយគាត់ហូបឆ្ងាញ់ហូបអីចឹងណាតែនៅជំនាន់នោះមនុស្សគ្រប់គ្នាកំពុងតែពិបាកតែគាត់មានលទ្ធភាពហូបឆ្ងាញ់ហូបអីចឹងទៅតទៅពេលមួយរយៈក្រោយមកគ្រួសារគាត់មានបញ្ហាគ្រួសារគាត់ខូចបាត់ទៅគាត់ក៏បាត់ពីផ្ទះហ្នឹងអញ្ចឹងណាគាត់ក៏លេងរស់នៅផ្ទះហ្នឹងទៀតដោយសារអីដោយសារគាត់បាត់ចំណូលគាត់អីគាត់ពឹងផ្អែកលើគ្រួសារទាំងស្រុងអញ្ចឹងទៅពេលអត់គ្រួសារគាត់ក៏ទៅតាមគ្រួសារនិយាយទៅចង់និយាយថាចំណូលអីទាំងអស់គឺរលាយទៅតាមគ្រួសាររបស់គាត់អញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាំសម្ដីយាយຕົកហើយខ្ញុំក៏ព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើបានឥឡូវនេះខ្ញុំក៏អាចជួយខ្លួនឯងបានប៉ុណ្ណឹងដែរបងអញ្ចឹងបងគ្នាយើងកុំភ្លេចណាបើអាចបងគួរតែជំនះបងគួរតែធ្វើអ្វីដែលបងអាចធ្វើបានក៏ធ្វើទៅហើយដូចខ្ញុំអញ្ចឹងបងហុយហត់ប៉ុន្តែធ្វើមិនទេបើយើងជួបហើយបើមិនធ្វើក៏អត់មានអ្នកធ្វើជំនួសយើងដែរអញ្ចឹងជីវិតគឺបែបហ្នឹងហើយបងវិលទៅវិលមកវិលជុំអរគុណ